ភេទកំឡុងពេលមានផ្ទៃពោះតើមានផលប៉ះពាល់ទៅលើការលាស់របស់ទារកនៅក្នុងផ្ទៃអត់ជាធម្មតាកំឡុងពេលបងប្អូនមានកូនដំបូងត្រីមានដំបូងគឺគេប្រយ័ត្នប្រយែងមែនទែនព្រោះកំឡុងពេលហ្នឹងវាងាយប្រឈមជាមួយនឹងការរលូតកូនមិនលូតលាស់ឬក៏កូនមានបញ្ហាផ្សេងៗចឹងទៅអញ្ចឹងក្នុងកំឡុងពេលរយៈពេល3ខែដំបូងគឺគេមិនឲ្យធ្វើការរួមភេទទេតែបើសិនជាចាប់ពី4ខែឡើងទៅរហូតដល់9ខែឬក៏8ខែអាចធ្វើការរួមភេទបានប៉ុន្តែក្នុងករណីទៅលើសុខភាពម្ដាយដូចគ្នាដែរបើសុខភាពគាត់ល្អអាចថារួមភេទតិចតួចបានបងប្អូនតែកុំប្រើប្រាស់កម្លាំងខ្លាំងពេកព្រោះកាលណាបងប្អូនប្រើប្រាស់កម្លាំងខ្លាំងពេកក៏ធ្វើឲ្យមានផលប៉ះពាល់ទៅលើការលូតលាស់របស់កូនឬក៏អាចជាបញ្ហាមានការធ្លាក់ឈាមផងដែរអញ្ចឹងត្រូវប្រយ័ត្នប្រយែងប៉ុន្តែបើសិនត្រីខ្លះគាត់មានសុខភាពល្អធម្មតាគឺច្រើនគេលើកទឹកចិត្តកំឡុងពេលចិត្តសម្រាលគឺគេឲ្យធ្វើការរួមភេទចាធ្វើការរួមភេទទៅដើម្បីមានទឹករំអិលងាយស្រួលក្នុងការសម្រាលផងដែរអញ្ចឹងប៉ុន្តែអាស្រ័យទៅលើសុខភាពម្ដាយទេណាបងប្អូនតាមដានសុខភាពម្ដាយសម្រាប់ម្ដាយនោះតើមានផលប៉ះពាល់អត់ព្រោះអ្នកខ្លះគាត់ចាញ់ហ្មងគាត់ចាញ់តាំងពីមានកូនរហូតដល់កើតណោះចាអញ្ចឹងព្យាយាមតេតឹងជាមួយនឹងតាមដានសុខភាពឆែកសុខភាពឲ្យបានរៀងរាល់ខែតាមពេទ្យណាត់ផងដែរដើម្បីទទួលបាននូវសុខភាពល្អកូនមានការលូតលាស់ល្អផងដែរអរគុណច្រើន